មានម្ដាយរូបណាដែលគាត់មិនស្រឡាញ់កូនទេប៉ុន្តែពេលខ្លះអាចគាត់រវល់អាចគាត់មមាញឹកនៅក្នុងការធ្វើជំនួញរបស់គាត់ការងាររបស់គាត់បេះដូងម្ដាយទោះបីជាមិនបានវាចាចេញមកប៉ុន្តែពោពេញដោយក្តីស្រឡាញ់ហើយក្តីស្រឡាញ់ហ្នឹងគឺធំជាងគេបង្អស់នៅក្នុងโลกហ្នឹងបើសិនជាអត់បានមកថ្ងៃនេះគឺមានអារម្មណ៍ថាស្ដាយគឺអត់បានឃើញសមត្ថភាពកូនបកែជាច្រើនរួមទាំងជាស្មានផងដែរចាខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តមែនទែនដែលសាលាអង្គរជាតិអាមេរិកកាំងគាត់មានកម្មវិធីបែបនេះដើម្បីបំផុសគំនិតជាពិសេសកូននៅវ័យនេះគឺសង្គមមិត្តភ័ក្តិងាយអូសទាញគាត់អញ្ចឹងនៅពេលដែលគណៈគ្រប់គ្រងសាលាគាត់បានមានគំនិតរៀបចំកម្មវិធីបែបនេះឡើងជួយឆ្កាស់ជួយដាស់តឿនឲ្យកូនគ្រប់រូបទាំងអស់ចងចាំនៅក្តីស្រឡាញ់របស់អ្នកម្ដាយមានម្ដាយរូបណាដែលគាត់មិនស្រឡាញ់កូនទេប៉ុន្តែពេលខ្លះអាចគាត់រវល់អាចគាត់មមាញឹកនៅក្នុងការធ្វើជំនួញរបស់គាត់ការងាររបស់គាត់អាចមិនសូវបានបញ្ចេញពាក្យពេចន៍ប៉ុន្តែកូនក្មួយទាំងអស់ចាំថាបេះដូងម្ដាយទោះបីជាមិនបានវាចាចេញមកប៉ុន្តែពោពេញដោយក្តីស្រឡាញ់ហើយក្តីស្រឡាញ់ហ្នឹងគឺធំជាងគេបង្អស់នៅក្នុងโลกហ្នឹងគ្រប់ទង្វើម្ដាយគ្រប់ពាក្យសម្ដីម្ដាយនៅពេលដែលណែនាំកូនក្មួយទាំងអស់គឺមិនដែលចង់បានការចំណេញដោយការធ្វើជំនួញទេគឺតែងតែចង់ឲ្យកូនទាំងអស់ទទួលបានអនាគតល្អខ្លាយទៅជាមិត្តភក្តិល្អខ្លាយទៅជាសិស្សល្អខ្លាយទៅជាពលរដ្ឋល្អអញ្ចឹងថ្ងៃនេះដែរមានសូមចូលរួមអបអរអ្នកម្ដាយគ្រប់រូបដែលមានកូនសិក្សានៅទីនេះបានទទួលទាំងចំណេះដឹងបានទទួលទាំងភាពក្លាហាននិងបង្ហាញក្តីស្រឡាញ់ទៅជូនអ្នកម្ដាយដើម្បីអបអរទិវាអ្នកម្ដាយនៅក្នុងថ្ងៃទី11នេះចា៎សូមអរគុណសាលារៀនអន្តរជាតិ American AIS គុណភាពវិន័យនិងសេវាកម្ម